ស្ដាប់ឯងអីយកការសិក្សាយកការចេះដឹងអីទេហ្នឹងឯងដល់អញ្ចឹងវាងងទៅចេះរឹងរូសទៅតាមហ្នឹងពុទ្ធបរិស័ទបងប្អូនកូនចៅត្រូវឲ្យដឹងថាទីពឹងសម្រាប់ជួយឲ្យយើងរួចពីអវិជ្ជារួចពីសេចក្តីល្ងងរួចពីបាបហ្នឹងគឺការដែលយើងសិក្សារៀនសូត្រយើងឧស្សាហ៍ស្ដាប់ដូចជាអ្នកដទៃនិយាយអីក៏ដោយចឹងហ្នឹងឯងអ្វីដែលអត់ប្រយោជន៍យើងចោលទៅប៉ុន្តែលោតែស្ដាប់ទៅបានការចេះដឹងតែមិនចម្រើនមិនចំណេញអញ្ចឹងហ្នឹងឯងហើយជាពិសេសគឺបត្រៃបីដកនេះឯងអត្ថកថាហ្នឹងយើងវាអត់មានពេលច្រើនស្ដាប់ពីនេះនោះស្ដាប់គ្រប់ដែលយើងដឹងថាខ្លឹមសារសំខាន់គឺនៅក្នុងបត្រៃបីដកព្រះអត្ថកថានឹងឯងអានឹងជាគោលការណ៍ដែលយើងរៀនជាប្រចាំប៉ុន្តែវាអាចថាឮពាក្យសម្ដីពីអ្នកដទៃវ័យផ្សេងចឹងទៅយើងពិចារណាតាមនឹងចឹងទៅដឹងថានឹងវាកើតមកពីលោភៈទោសៈមោហៈទេពាក្យសម្ដីហ្នឹងអ្នកដទៃដែលនិយាយហ្នឹងយើងមើលមនុស្សដែលមិនបានសិក្សាអប់រំនិយាយអត្ថប្រយោជន៍ចឹងទៅដោយអត់ដឹងខ្លួនថាអត្ថប្រយោជន៍ខាតពេលខាតវេលាទេយើងបានសិក្សាអញ្ចឹងសិក្សាថានឹងមកពីសេចក្តីល្ងងរបស់មនុស្សយើងហ្នឹងឯងមិនទាន់ដឹងពីតម្លៃនៃជីវិតតម្លៃនៃពេលវេលាដែលត្រូវមកធ្វើកិច្ចការនេះឲ្យបានទីពឹងខ្លួនឯងនោះដល់អញ្ចឹងទៅវាចិត្តតែខាតចោលទៅនិយាយទៅដោយទោសៈមួម៉ៃក្តៅក្រហាយទៅនិយាយដោយកាមកិលេសកាមគុណអីចឹងទៅអាហ្នឹងយើងស្ដាប់ទៅយើងសិក្សាតាមហ្នឹងធ្វើឲ្យយើងរឹងរឹតតែខំប្រឹងប្រែងដើម្បីនឹងអប់រំការចេះដឹងនឹងទៅទៀតព្រោះយើងយល់ថាណែរឿងហ្នឹងរឿងវត្តសង្សារណាមិនថាគាត់មិនថាយើងទេឲ្យតែយើងប្រមាថធ្វើសហេតុឲ្យតែយើងអត់បានខ្សែគប់ជាមួយនឹងបត្រៃបីដកព្រះអត្ថកថាវាដូចតែគាត់អញ្ចឹងមួយអាសង្ខ័យកាប់មិនដែលឮពាក្យថាពុទ្ធមិនដែលឮពាក្យថាពធមិនដែលឮពាក្យថាប្រសង្ឃអានឹងឯងអាហ្នឹងយើងចេះដឹងដែរដល់អញ្ចឹងធ្វើឲ្យយើងប្រឹងប្រែងដើម្បីឲ្យលឿនទៅឥឡូវនៅមានពធហ្នឹងកុំឲ្យផុតពីខណៈដែលត្រូវបាននៅទីពឹងហ្នឹងកុំឲ្យរួចផុតអំពីពេលវេលាដ៏ល្អអញ្ចឹងដែលព្រះអង្គរំលឹកថាខណោមេវោឧបច្ចិទាកណាតៃតាហេសោចន្តិនិរយមហេសមបេតាហ្នឹងកុំឲ្យខណៈដែលត្រូវបាននៅគួរជាទីពឹងហ្នឹងកន្លងអ្នកទាំងឡាយទៅបើអ្នកទាំងឡាយឲ្យខណៈដែលត្រូវសិក្សាប្រព្រឹត្តបរិបត្តិប្រគួរជាទីពឹងហ្នឹងកន្លងទៅ